đáy cua nào cóរបស់យើងវាមិនចាំបាច់បដោតទៅលើទ្រព្យសម្បត្តិខ្លាំងក៏បានតែគឺបដោតទៅលើចរិយាមារយាទទឹកចិត្តណាហើយចំណេះដឹងការចេះអធ្យាស្រ័យឲ្យគ្នាហ្នឹងគឺជាចំណុចសំខាន់ដែលយើងគួរគិតមុនទ្រព្យសម្បត្តិយើងអាចរកតាមក្រោយបានតែនៅពេលដែលយើងសម្លឹងរាល់ចំណុចទាំងអស់ហ្នឹងយើងក៏ត្រូវអភិវឌ្ឍខ្លួនឯងដែរយើងក៏ត្រូវធ្វើខ្លួនឯងមុនឲ្យបានគឺយើងត្រូវស្វែងរកចំណេះដឹងស្វែងរកការងារដែលត្រឹមត្រូវដែលមានចំណូលជាប្រចាំខែដែលអាចចិញ្ចឹមគ្រួសាររបស់យើងនាពេលអនាគតបានអញ្ចឹងយើងចាប់ផ្ដើមពីខ្លួនយើងមុនសិនទើបយើងអាចសម្លឹងទៅគេហើយជ្រើសរើសគេបានមិនថាប្រុសឬស្រីទេលក្ខខណ្ឌគឺដូចគ្នាលុះត្រាណាតែយើងមានការងារមានប្រាក់ចំណូលប្រចាំខ្លួនឯងហើយទើបយើងគិតដល់គូអនាគតដែលជាមិត្ត100ឆ្នាំរបស់យើងនោះហើយនឹងមានកូនបន្តវេនក្នុងចំណងពាពីរបស់យើងអញ្ចឹងទាំងអស់នេះគឺកើតឡើងដោយសារខ្លួនឯងជាអ្នកចាប់យកឬជ្រើសរើសដូច្នេះមុននឹងជ្រើសរើសគឺត្រូវប្រមាលមើលប៉ុន្មានចំណុចដែលខ្ញុំបានរៀបរាប់អំបញ្ញមិញនេះកុំផ្ដោតទៅលើរូបសម្រស់និងទ្រព្យសម្បត្តិខ្លាំងពេកដូចទៅវិញគឺផ្ដោតទៅលើចំណុចសំខាន់ដូចជាការអធ្យាស្រ័យគ្នាដូចខ្ញុំបាននិយាយមិញទឹកចិត្តល្អជាមួយគ្នាចរិយាមារយាទការងារត្រឹមត្រូវហើយឬនៅហើយពិសេសគឺការយល់ចិត្តគ្នានឹងឯងបាទការដែលចេះយល់ចិត្តគ្នាគឺតែងតែមានមេត្តាជាមួយគ្នាទោះជាខឹងបែបណាក៏ដោយទោះជាមិនត្រូវគ្នាបែបណាក៏ដោយក៏ក្នុងទឹកចិត្តមួយថាសន្តោសឬក៏អធ្យាស្រ័យបាទជីវិតគូនៅពេលដែលយើងចាប់ដៃគ្នាមកជីវិតគូវាតែងតែមានការប៉ះទង្គិចហើយនឹងអត់ទេតែទម្រង់នៃការប៉ះទង្គិចនឹងតើយើងអាចអធ្យាស្រ័យឲ្យគ្នាបានដល់កម្រិតណាប្រសិនបើភាគីម្ខាងខ្លាំងហើយយើងក៏ខ្សោយទៅបាទកុំខ្លាំងទាំងពីរតែខ្លាំងទាំងពីរមិនអាចនៅជាមួយគ្នាបានទេហើយអ្នកដែលរងានោះគឺកូនរបស់យើងក្រោយពេលដែលបែកបាក់ឬលែងលះគ្នាទៅដូច្នេះជីវិតគូទាមទារឲ្យស្វាមីក៏ដូចជាភរិយាតែងតែយល់យោគគ្នាកុំប្រកាន់ការងារគ្នាកុំថាការងារនេះស្រីការងារនេះប្រុសអញធ្វើឯងធ្វើចោះអីអត់ទេអ្នកណាដែលទំនេរឬធូរដៃជួយគ្នាទៅបើសិនជាម្ខាងទៀតដែលគាត់រវល់ទៅហើយនេះគឺជាការចេះយល់យោគគ្នាដើម្បីសេចក្តីសុខក្នុងរង្វង់គ្រួសារហើយពាក្យសម្ដីដែលអ្នកដទៃយកមកនិយាយប្រាប់យើងអំពីដៃគូរបស់យើងនោះប្តីឬក៏ប្រពន្ធយើងនោះគ្រាន់តែយកមកគិតហើយពិចារណាថាអ្វីដែលគេបាននិយាយនឹងដូចនឹងសកម្មភាពរបស់ស្វាមីឬក៏ភរិយាក្នុងគ្រួសារយើងហើយឬនៅប្រសិនបើមិនដូចទេយើងក៏មិនចាំបាច់ទៅដៀលទៅថាឲ្យអ្នកដែលបានផ្ដល់ព័ត៌មានឲ្យយើងនោះថាគេបែបនោះមិនបាច់ទេយើងគ្រាន់តែសម្គាល់ខ្លួនឯងថាបុគ្គលដែលប្រាប់យើងនោះប្រសិនបើគាត់និយាយទៅត្រូវតាមអ្វីដែលយើងវិភាគសង្កេតយើងគាត់គឺជាមនុស្សល្អតែប្រសិនបើការនិយាយរបស់គាត់ប្រាប់យើងអំពីដៃគូយើងនោះបែរជាខុសទៅវិញក្រោយការវិភាគការតាមដានរបស់យើងនោះអញ្ចឹងអ្នកដែលប្រាប់យើងនឹងគឺជាបុគ្គលដែលមិនមានចិត្តល្អជាមួយយើងទេបាទយើងក៏មិនចាំបាច់ទៅឆ្លោះទាស់ទែងឲ្យជាមួយគេដែរគ្រាន់តែសម្គាល់បុគ្គលនឹងបានហើយអានេះគេហៅថាបើយើងមិនចេះថ្លឹងថ្លែងមិនចេះអត់ធ្មត់គិតត្រេះរិះពិចារណាទេយើងនឹងលោតទៅតាមពាក្យសម្ដីរបស់បុគ្គលក្រៅនេះគេហៅថាយកភ្លើងក្រៅដុតក្នុងផ្ទះខ្លួនឯងអញ្ចឹងជាប្តីប្រពន្ធគេហៅថាត្រចៀកកុំឲ្យស្រាលត្រចៀកត្រូវធ្ងន់ធ្ងន់គឺធ្ងន់ស្ដាប់ហើយគិតត្រេះរិះពិចារណាអំពីគ្រួសារយើងពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកក្រៅបាននិយាយតើវាជាការពិតដូចគេនិយាយដែរទេឬក៏មិនពិតបាទជីវិតគូគឺបែបហ្នឹងដូច្នេះដើម្បីឲ្យដល់ចំណុចចុងក្រោយនេះវាទាល់តែយើងដែលជាសម័យខ្លួនបាទធ្វើខ្លួនឯងឲ្យបានសិនមកចាំជ្រើសដៃគូដែលមានកម្រិតប្រហាក់ប្រហែលយើងនោះទើបអាចរស់នៅជាមួយគ្នាបានដោយសេចក្តីសុខបាទលើយើងពេកក៏វាពិបាក
ក្រោមយើងពេកក៏ពិបាកអូសឡើងមកបាទនេះគឺជារឿងពិតដែលពាក្យថាគូមួយម៉ាត់វាប្រហាក់ប្រហែលគ្នាឬក៏ដូចគ្នាទើបអាចជាគូបានអញ្ចឹងណាបាទវាជាការពិតដែរដូចសគូនឹងខ្មៅខ្ពស់គូនឹងទាបអានឹងជាភាសាគូបុរាណយើងទេប៉ុន្តែធៀបពិតគូមួយម៉ាត់នេះគឺវាប្រហាក់ប្រហែលគ្នាទើបអាចជាគូបានបាទអរគុណប្រិយមិត្តដែលបានតាមដានហើយសង្ឃឹមថាកូនដែលជាយុវវ័យហើយកូនដែលជានិស្សិតដែលនឹងចិត្តមានដៃគូអនាគតនោះក៏ធ្វើការត្រិះរិះពិចារណាតាមចំណុចដែលខ្ញុំបានរៀបរាប់ដូចខាងលើដកតែពីចំណុចចេញទេបាទគឺទ្រព្យសម្បត្តិកុំផ្ដោតខ្លាំងពេកហើយរូបសម្រស់កុំផ្ដោតទៅលើភាពស្អាតនឹងខ្លាំងពេកបាទបើល្មមចុះគេចុះឯងប៉ុណ្ណឹងគឺល្អហើយគឺទៅវិញក្រៅពីនឹងឲ្យតែល្អទាំងអស់ពិសេសគឺឆ្លងកាត់ការប្រឹក្សាជាមួយឪពុកម្ដាយយើងបងប្អូនយើងដែលគាត់នឹងជួយតាមដានគាត់នឹងជួយសង្កេតមើលតើបុគ្គលដែលយើងពេញចិត្តហ្នឹងល្អប៉ុណ្ណាអាចជាគូយើងបានដែរអត់ហ្នឹងណាព្រោះយើងម្នាក់ឯងយើងមើលឃើញតែប្រហែលចំណុចនិយាយចំគឺគិតតែពីស្រឡាញ់ទេបាទតែស្រឡាញ់ល្អហើយបាទអញ្ចឹងបាទអរគុណប្រិយមិត្តដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមគោរពលា